ជំរាបសួរបងប្អូនខ្ញុំគ្រូអសតបុរាណមកកាប់ថ្នាំបាទមកកាប់ថ្នាំនៅក្នុងព្រៃនៅតំបន់នេះនៅចកេះភ្នំដែរបងប្អូនណាបាទនៅចកេះភ្នំហើយហត់ពេកទៅក៏សម្រាកបន្តិចទៅបងប្អូនណាបាទហើយបងប្អូនឃើញទេសភាពដែលយើងដើរកាប់ក្នុងព្រៃហ្នឹងគឺថាអញ្ចឹងបាទនឹងមានថ្មដាបាទមានព្រៃឫស្សីនៅខាងក្រោយហ្នឹងបាទហើយខាងនេះមានដើមឈើបាទមានជាចលងចុះទៅក្រោមបាទមានជាចម្លងចុះទៅក្រោមហ្នឹងទីទៀតយើងកាប់ខាងនេះហើយយើងចុះទៅខាងក្រោមទៅស្ទុះសបកនៅខាងក្រោមទៀតបងប្អូនណាបាទអញ្ចឹងតកតងនឹងការប្រកបវិជ្ជាជីវៈជាគ្រូអសតបុរាណហ្នឹងគេច្បាត់ថាវត្ថុធាតុដើមមួយចំនួនគឺពួកខ្ញុំប្រមូលដោយខ្លួនឯងមែនប៉ុន្តែក៏មិនប្រកាសថាងាយស្រួលដែរខ្ញុំដឹងថាការធ្វើអីក៏ដោយគឺតែងតែមានផលលំបាកទៅតាមបែបផែននៃការងារនីមួយៗបាទប៉ុន្តែគ្រាន់តែថាពិបាកខ្លាំងឬពិបាកតិចវាអាស្រ័យទៅលើស្ថានភាពនៃការងារជាក់ស្ដែងទេបងប្អូនណាបាទប៉ុន្តែសម្រាប់ពួកខ្ញុំនេះពេលដែលត្រូវបានលុយលុះត្រាតែយើងរកដប់រកព្រៃបាទឡើងជ្រោះចុះអូចុះតាមចលងថ្មតាមអីចឹងទៅបានលុយបាទបងប្អូនមានពេលខ្លះទៅដូចរៀងបថុយជីវិតដែរដោយសារតែពេលខ្លះទៅយើងដើរទៅវាតាមប្របែកមាត់ថ្មអញ្ចឹងណាបើយើងហ៊ានទៅផ្លន់តិចអាចគ្រោះថ្នាក់ដល់អាយុជីវិតទី1ទី2ពេលខ្លះយើងឡើងបេះផ្លែឬបេះស្លឹកឬក៏យើងឡើងស្ទុះសបកនៅខាងលើអញ្ចឹងទៅពេលខ្លះក៏ពិបាកដែរបងប្អូនណាបាទបើយើងផ្លាត់តែបន្តិចទៅវាហានិភ័យដល់ជីវិតដែរអញ្ចឹងវាមិនជារឿងដែលស្រួលទេបងប្អូនបាទតើតើនឹងការផលិតឱសថហ្នឹងហើយតើតើនឹងការផលិតឱសថហ្នឹងទៀតសោតក៏ដូចគ្នាដែរបងប្អូនណាតើតើអំពីពេលវេលានៃការប្រមូលផលវាមិនមែនចេះថាចង់ទៅកាប់ស្មើណាក៏បានពេលថ្ងៃពេលព្រឹកពេលយប់ពេលល្ងាចអីអត់ទេវាមានពេលមានវេលាដែលយើងត្រូវប្រមូលដែរអញ្ចឹងណាដើមឈើគឺមានពេលមានវេលាដែលវាបញ្ចេញនៅសារធាតុខ្លាំងរបស់ថ្នាំយើងហៅសាមញ្ញសារធាតុសកម្មរបស់ដើមឈើអញ្ចឹងពេលដែលយើងទៅយកត្រូវពេលត្រូវវេលាយើងយកមកផ្សំផលិតជាឱសថបុរាណវាប្រកែមានប្រសិទ្ធភាពអញ្ចឹងណាបងប្អូនបាទបើសិនជាយើងយកខុសពេលគឺអត់មានប្រសិទ្ធភាពទេទី1ទី2នៅពេលដែលយើងផ្សំនៅពេលដែលយើងប្រមូលវាយើងត្រូវដឹងថាតើយើងប្រមូលវានៅផ្នែកណាបងប្អូនណាយើងប្រមូលវាជាស្លឹកប្រមូលវាជាសបកប្រមូលវាជាផ្លែប្រមូលវាជាគ្រាប់ប្រមូលវាជាឫសប្រមូលវាជាសាច់ខ្លឹមបាទប្រមូលវាជាសាច់ផ្លែអាហ្នឹងឲ្យត្រូវដឹងអាហ្នឹងដែរថាយើងយកផ្នែកណាឲ្យត្រូវរបស់វាអញ្ចឹងបាទហើយកម្រិតនៃការប្រមូលកម្រិតប្រមាណដែលដាក់ទៅមានគុណភាពកម្រិតប្រមាណដែលដាក់ទៅវាអត់បានផលហើយកម្រិតប្រមាណដែលយើងដាក់ទៅវាទៅជាទោសបាទព្រោះដើមឈើខ្លះវាមានជាតិពុលអញ្ចឹងតោងតែយើងដឹងថាកម្រិតដាក់ប៉ុណ្ណាដើម្បីកុំឲ្យវាមានជាតិពុលអញ្ចឹងណាបងប្អូនបាទអញ្ចឹងគ្រូខ្មែរត្រូវចេះរឿងទាំងអស់ហ្នឹងបាទត្រូវចេះរឿងទាំងអស់ហ្នឹងហើយមួយទៀតគឺថាគ្រូខ្មែរមានរបៀបជាជំនឿពីបុរាណចេះពីម៉តពីគ្រូមកគឺថាចូលព្រៃយើងត្រូវចេះសុំដើមឈើពីអារុក្ខទេវតាដែលថែរក្សាដើមឈើព្រោះដើមឈើហ្នឹងមានអារុក្ខទេវតាថែរក្សាអញ្ចឹងយើងចេះសុំគេកុំឲ្យយើងទៅកាប់យករបស់គេដោយមិនមានពាក្យមានសម្ដីអាហ្នឹងវាអាចធ្វើឲ្យប្រសិទ្ធភាពថ្នាំរបស់យើងហ្នឹងអត់សូវល្អអត់សូវមានគុណភាពទី1ហើយទី2យើងត្រូវចេះបាលីគាថាដាស់ដើមថ្នាំអញ្ជើញស្ដេចគ្រូថ្នាំឲ្យមកសន្ធិដ្ឋនៅក្នុងថ្នាំហ្នឹងញ៉ាំងឲ្យថ្នាំរបស់យើងហ្នឹងរឹតតែមានគុណភាពវិសេសវិសាលមានប្រសិទ្ធភាពល្អអញ្ចឹងណាបងប្អូនបាទអញ្ចឹងគ្រូបុរាណហ្នឹងគឺត្រូវប្រកាន់ភ្ជាប់ភ្ជួននៅរឿងទាំងអស់ហ្នឹងទៅថ្នាំដែលយើងប្រើទៅហើយវាមានប្រសិទ្ធភាពខ្ញុំជឿជាក់ថាតកតងទៅនឹងថ្នាំ
มันអាចថាគ្រប់គ្នាពេលដែលប្រើទៅប្រកែគ្រប់គ្នាមក10នាក់ជាទាំង10 100នាក់ជាទាំង100 1000នាក់ជាទាំង1000នាក់ទេបងប្អូនណាវាមានសមមានមិនសមការព្យាបាលណាបាទដូចខ្ញុំជាក់ស្ដែងអញ្ចឹងខ្ញុំមានបទពិសោធន៍រយៈពេល26ឆ្នាំអញ្ចឹងយើងឃើញថាការព្យាបាលរបស់យើងទៅមានបងប្អូនខ្លះក៏សមប្រកបនឹងឱសថរបស់យើងមានបងប្អូនខ្លះក៏គាត់មិនសមអីចឹងណាប៉ុន្តែគ្រាន់តែថាអ្វីដែលយើងរៀបចំហ្នឹងគ្រប់លក្ខខណ្ឌគ្រប់ជ្រុងជ្រោយតាមបែបវិជ្ជសាស្ត្របុរាណអស់ហើយប៉ុន្តែធ្វើម៉េចបងប្អូនបើសិនជានៅតែមិនត្រូវនៅតែមិនជាបាទអាហ្នឹងជានិស្ស័យជាកម្មដែលយើងអាចសាងពីបុព្វជាតិមកពីអតីតជាតិមកវាអត់ទាន់ល្អអញ្ចឹងវានៅទទួលផលអស់នឹងសិនបាទប៉ុន្តែបើយើងគិតជាភាគរយវិញបាទជាបទពិសោធន៍ដែលខ្ញុំព្យាបាលកន្លងមកបើយើងគិតជាភាគរយឃើញថា10នាក់យើងអាចជួយបាន7ទៅ8នាក់ដែរបាទ7ទៅ8នាក់ដែលយើងអាចជួយព្យាបាលគាត់ឲ្យជាសះស្បើយនឹងយើងក៏មានមោទនភាពនៅអ្វីដែលយើងបានប្រឹងប្រែងលះបង់ធ្វើដើម្បីការព្យាបាលទៅលើពួកគាត់ដែរបាទអានឹងការពិតបងប្អូនបាទចំពោះថ្នោត5ដើមខ្ញុំរាល់ការព្យាបាលយើងមិនអួតអាងមិនតកាងស្លាប់ថាយើងនឹងអតិទេពអីទេបងប្អូនណាបាទគឺការពិតយើងព្យាបាលរបៀបម៉េចគឺយើងព្យាបាលរបៀបអញ្ចឹងយើងមានចំណេះជំនាញប៉ុណ្ណាយើងប្រឹងព្យាយាមធ្វើឲ្យអស់លទ្ធភាពប៉ុន្តែអ្វីដែលយើងខំគឺយើងខំសម្រិតសម្រាំងធ្វើម៉េចឲ្យថ្នាំរបស់យើងនឹងអត់មានហានិភ័យសោះចំពោះសុខភាពរបស់អ្នកប្រើប្រាស់ទី1ទី2យើងព្យាយាមសម្រិតសម្រាំងវាយ៉ាងម៉េចឲ្យថ្នាំរបស់យើងនឹងមានគុណភាពមានប្រសិទ្ធភាពល្អជូនបងប្អូនដែលគាត់ជឿជាក់លើស្នាដៃរបស់យើងនឹងបាទអានឹងជាគោលការណ៍របស់ថ្នោត5ដើមយើងខ្ញុំរបស់ខ្ញុំជាគ្រូបុរាណខ្មែរដែលយើងចេះពីម៉តពីគ្រូចេះពីតកូលមកបាទយើងដូចខ្ញុំឯងខ្ញុំព្យាយាមបន្តចំនួនរបស់ខ្ញុំឲ្យកាន់តែល្អទៅអស់ពីចំនួនមួយទៅចំនួនមួយអញ្ចឹងណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនបានមើលវីដេអូឃ្លីបរបស់ខ្ញុំហើយនឹងយល់ពីអ្វីដែលគ្រូខ្មែរតែងតែធ្វើជាពិសេសគឺថ្នោត5ដើមហើយសង្ឃឹមថាបងប្អូននឹងឲ្យតម្លៃចំពោះកូនខ្មែរដែលរក្សានៅមរតកពីដូនពីតាបានបាទសូមអរគុណសូមជម្រាបលា